សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធី podcast រឿងនីតិពីអតីតកាលថ្ងៃនេះខ្ញុំបាទតាសុករីករាយណាស់បានជួបប្រិយមិត្តជាថ្មីម្ដងទៀតសួស្តីលោកតាសុកហើយក៏សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំនាងម៉ូនីរីករាយនឹងចូលរួមជជែកគ្នាជាមួយលោកតាសុកក្នុងប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍និងជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរយើងផាត់ណាស់ម៉ូនីថ្ងៃនេះយើងនឹងបកស្រាយនិងជជែកគ្នាពីប្រធានបទការបូជាសពនៃសម័យអង្គរតើយើងអាចរៀនសូត្រអ្វីខ្លះពីការយល់ដឹងអំពីពិធីបុណ្យសពរបស់បុព្វបុរសយើងនៅសម័យដ៏រុងរឿងនោះប្រាកដណាស់លោកតានិយាយពីការបូជាសពយើងដឹងថាវាជាពិធីចុងក្រោយដែលសង្គមនីមួយៗរៀបចំឡើងសម្រាប់អ្នកដែលបានលាចាកលោកតើនៅសម័យអង្គរគេមានទស្សនៈយ៉ាងណាដែរចំពោះការស្លាប់និងជីវិតក្រោយសេចក្តីស្លាប់ទស្សនៈរបស់ពួកគេនៅសម័យអង្គរគឺជ្រួតជ្រាបដោយជំនឿសាសនាជាពិសេសព្រហ្មញ្ញសាសនានិងពុទ្ធសាសនាគេជឿថាការស្លាប់គ្រាន់តែជាការផ្លាស់ប្ដូររូបកាយប៉ុណ្ណោះព្រលឹងនៅតែបន្តវិលវល់ចាប់កំណើតសារជាថ្មីឬទៅកាន់ឋានសួគ៌ឋាននរកទៅតាមកម្មផលដូច្នេះពិធីបូជាសពមិនមែនគ្រាន់តែជាការលានោះទេតែជាការរៀបចំសម្រាប់ដំណើរផ្លាស់ប្ដូររបស់ព្រលឹងអូគួរឲ្យចាប់អារម្មណ៍មែនដូចគ្នានឹងជំនឿរបស់យើងសពថ្ងៃដែរតើពិធីបូជាសពនៃសម័យនោះមានលក្ខណៈដូចម្ដេចខ្លះតើយើងមានភស្តុតាងអ្វីខ្លះដើម្បីបញ្ជាក់តាមរយៈសាលាចារឹករូបចម្លាក់តាមប្រាសាទនិងកំណត់ហេតុរបស់ទូតចិនលោកជូតាគួនដែលបានមកដល់នគរខ្មែរនៅចុងសតវត្សទី13យើងអាចសន្និដ្ឋានបានថាមានពិធីពីរយ៉ាងសំខាន់គឺការដុតសព cremation និងការបញ្ចុះសព burialការដុតនិងការបញ្ចុះសពតើពិធីទាំងពីរនេះមានភាពខុសគ្នាឬទេទៅតាមឋានៈឬកម្រិតនៃបុគ្គលពិតណាស់ម៉ូនីសម្រាប់ព្រះរាជាវណ្ណៈអភិជនឬមន្ត្រីជាន់ខ្ពស់ពិធីដុតសពហាក់ដូចជាមានភាពពេញនិយមនិងមានលក្ខណៈទ្រង់ទ្រាយជាងជាមួយការសាងសង់ចេតិយឬប្រាសាទទូចៗដើម្បីឧទ្ទិសដល់ព្រលឹងពួកគេជាក់ស្ដែងនៅក្នុងកំណត់ត្រារបស់ជូតាគួនបានរៀបរាប់ពីពិធីបុណ្យសពរបស់ស្ដេចខ្មែរដែលមានការដុតសពនិងមានដង្ហែយ៉ាងអធិកអធមចំពោះប្រជាជនទូទៅវិញតើពិធីរបស់ពួកគាត់មានលក្ខណៈបែបណាដែរលោកតាសម្រាប់ប្រជាជនទូទៅពិធីអាចមានលក្ខណៈសាមញ្ញជាងអាចមានទាំងការដុតនិងការបញ្ចុះសពអាស្រ័យលើជំនឿនិងធនធានរបស់គ្រួសារនីមួយៗគេក៏មានការប្រើប្រាស់គ្រឿងក្រអូបពិធីបួងសួងនិងការឧទ្ទិសកុសលផងដែរដើម្បីធានាថាព្រលឹងអ្នកស្លាប់បានទៅកាន់សុគតិភពជួនកាលក៏មានការបក់សពចូលទៅក្នុងទឹកឬទុកឲ្យសត្វស៊ីដែលជាទម្រង់មួយនៃការបញ្ចុះសពបែបធម្មជាតិវាពិតជាបង្ហាញពីភាពសម្បូរបែបនៃទំនៀមទម្លាប់បុរាណរបស់យើងមែនតើគេមានការរៀបចំសពដូចជាការសម្អាតឬស្លៀកពាក់ដោយសពថ្ងៃដែរឬទេបាទតាមការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថាគេមានការសម្អាតសពប្រើប្រាស់គ្រឿងក្រអូបលាបល្មស្លៀកពាក់អាវផាយថ្មីហើយជួនកាលក៏មានការដាក់គ្រឿងអលង្ការឬវត្ថុប្រើប្រាស់មួយចំនួនទៅតាមអ្នកស្លាប់ផងដែរព្រោះគេជឿថាវត្ថុទាំងនោះនឹងទៅជាមួយព្រលឹងអ្នកស្លាប់អស្ចារ្យមែននេះបង្ហាញថាការគោរពដល់អ្នកស្លាប់គឺបានចាក់ឫសជ្រៅតាំងពីបុរាណកាលមកម្ល៉េះតើលោកតាសុកមានអ្វីថែមទៀតទាក់ទងនឹងសារៈសំខាន់នៃពិធីទាំងនេះសម្រាប់សង្គមសម័យអង្គរដែរឬទេសារៈសំខាន់របស់វាគឺធំធេងណាស់ទី1វាជាការបង្ហាញពីជំនឿដ៏មុតមាំរបស់ពួកគេទៅលើកម្មផលនិងការចាប់ជាតិថ្មីទី2ពិធីបុណ្យសពក៏ជាឱកាសមួយសម្រាប់សមាជិកគ្រួសារនិងសហគមន៍បានជួបជុំគ្នាបង្ហាញការគោរពនិងចូលរួមរំលែកទុក្ខដែលជួយពង្រឹងចំណងសង្គមទី3វាជាមជ្ឈបាយមួយនៃការថែរក្សាកិត្តិយសនិងការចងចាំរបស់អ្នកស្លាប់ពិសេសសម្រាប់អ្នកដឹកនាំពិតជាស៊ីចម្រៅមែនលោកតាការយល់ដឹងពីការបូជាសពនៅសម័យអង្គរជួយឲ្យយើងយល់កាន់តែច្បាស់អំពីទស្សនវិជ្ជានៃជីវិតនិងសេចក្តីស្លាប់របស់បុព្វបុរសយើងក៏ដូចជាវប្បធម៌និងជំនឿរបស់ពួកគេបាទម៉ូនីហើយចំណុចខ្លះក៏នៅបន្តអនុវត្តរហូតមកដល់បច្ចុប្បន្នផងដែរដូចជាការដុតសពនិងការគោរពបូជាដល់ដូនតាជាដើមដោយមានការស្របខ្លួនទៅតាមឥទ្ធិពលនៃពុទ្ធសាសនាអរគុណច្រើនណាស់លោកតាសុកសម្រាប់ការពន្យល់យ៉ាងក្បោះក្បាយនេះខ្ញុំជឿថាប្រិយមិត្តអ្នកស្ដាប់ក៏បានទទួលចំណេះដឹងថ្មីៗជាច្រើនផងដែរខ្ញុំក៏សូមអរគុណម៉ូនីដែលបានរួមចំណែកធ្វើឲ្យកម្មវិធីកាន់តែមានភាពរស់រវើកហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលតែងតែគាំទ្រកម្មវិធីរឿងនិទានពីអតីតកាលសូមអរគុណនិងជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយជម្រាបលាលោកតាជម្រាបលាអ្នកស្ដាប់ជម្រាបលា